វត្តត្រដិតអង្គក្រងនិងដំអិតថ្នាំព្យាបាលជំងឺឬដួងបាតសម្រាប់ពុកម៉ែបងប្អូនដែលមានបញ្ហាកើតឬដួងបាតមិនថាខាងក្នុងឬក៏ខាងក្រៅទេប្រើថ្នាំជាច្រើនហើយពុកម៉ែបងប្អូននៅតែបញ្ជាថ្ងៃនេះផងដែរនេះខ្ញុំសូមមកចែករំលែកនៅសប្បុរាណខ្មែរ3មុខផ្សំចូលគ្នាដើម្បីយកមកព្យាបាលជំងឺឬដួងបាតមួយមុខទៀតហើយរបៀបប្រើប្រាស់ពុកម៉ែបងប្អូនគ្រាន់តែយកជាមួយនឹងវត្តត្រដិតនេះមានពីរប្រភេទពុកម៉ែបងប្អូនយកពណ៌ក្រហមក៏បានពណ៌សក៏បានដែរយកមកប្រើការបានទាំងអស់របៀបប្រើប្រាស់ពុកម៉ែបងប្អូនគ្រាន់តែបេះវត្តត្រដិតនេះចំនួនមួយក្តាប់ដៃមិនថាដើមមិនថាស្លឹកទេបន្ទាប់មកលាងសម្អាតទឹកឲ្យស្អាតហើយពុកម៉ែបងប្អូនទុកមួយឡែកយកអង្ក្រងយកតែមេទេណាបងប្អូនយកចំនួនមួយក្តាប់ដៃលាងទឹកឲ្យស្អាតហើយយកទៅដាក់ដាំទឹកចំនួន2លីត្រតាមឲ្យពុះរម្ងាស់15នាទីបងប្អូនបិទភ្លើងឲ្យក្តៅអ៊ុនៗហ្នឹងបងប្អូនយកជាមួយនឹងដុំអិតហ្នឹងមួយដុំយកទៅអាំងជាមួយនឹងភ្លើងឲ្យក្តៅហើយបងប្អូនយកទឹកអង្ក្រងស្រោចពីលើហើយយកវល្លិត្រដិតហ្នឹងដាក់ពីលើដុំអិតនោះកំពុងតែក្តៅនោះរួចហើយបងប្អូនលាកកាម៉ាក៏បានលាកកន្សែងក៏បានដែរទៅអង្គុយឆ្ពង់កុំឲ្យនៅលើកំដល់ដុំអិតណាបងប្អូនឆ្ពង់ពីលើឲ្យចំហាយវាមកត្រជាក់ដុំអិតនោះចាំបងប្អូនឈប់មួយថ្ងៃធ្វើ2ដងព្រឹកម្ដងល្ងាចដងបងប្អូនព្យាយាមធ្វើឲ្យបានរយៈពេល1សប្តាហ៍ទៅនោះជំងឺឬដួងបាតរបស់ពុកម៉ែបងប្អូននឹងចាប់ដើមស្វិតដងតិចហើយសូមអរគុណសូមជម្រាបលា